ដែលលឺពាក្យគេនិយាយថាព្រះរស់ឈ្មោះម្ដាយកុំឆ្លោះព្រោះចាយកុំសបាយភ្លេចលោកពាក្យណាដែលក្តៅធំឬក៏តូចហួសការរហូតនាំធ្លាក់នរកដើមឈើដែលកំពុងតែជ្រោកចិត្តរលំហើយចិត្តពុកផុយហើយព្រោះលោកជាម្លប់របស់កូនមើលទៅលើរូបរាងកាយរបស់គាត់ឥឡូវគ្រប់គ្នាមានសម្លឹងមើលឃើញតែគាត់ឈោបានប៉ុណ្ណាទៀតថាមិនត្រូវស្អែកខានស្អែកលោកលាចាក់លោកហើយបានអីជាម្លប់សម្រាប់យើងទៀតមួយជីវិតរបស់គាត់ប្រឹងបំផុតគឺពាក្យថាកូនចង់បញ្ចប់ជីវិតរបស់គាត់ទាំងប្តីទាំងប្រពន្ធនិយាយតាពីអ្នកមុននឹងគាត់បិទភ្នែកគាត់ចិត្តគាត់ខំប្រឹងរកមួយជីវិតរបស់គាត់នៅដង្ហើមចុងក្រោយគាត់អត់សួររករបស់ទេគាត់អត់សួរថាលុយគាត់នៅតាណាទេគាត់អត់សួរថាដីគាត់មានអីខ្លះទ្រព្យសម្បត្តិគាត់នៅតាណាគាត់អត់សួរទេមុននឹងគាត់បិទភ្នែកពាក្យចុងក្រោយដែលគាត់សួររកកូនខ្ញុំនៅណាមកជុំគ្នានៅពាក្យដែលគាត់សួរមុននឹងគាត់លាចាក់លោកគាត់អត់ដែលសួររឿងទ្រព្យសម្បត្តិគាត់សួរថាកូនគាត់ជុំនៅអាបងទៅណាអាពៅទៅណាអាកដាលទៅណាមិនបានវាមិនមកព្រោះគាត់ចង់ឃើញជាងគេមិនមែនសមិទ្ធផលដែលគាត់ខំប្រឹងទេគឺគាត់ចង់ឃើញកូនមុននឹងគាត់បិទភ្នែកចិត្តទៅកុំស្រឡាញ់លោកតែនៅក្នុង Facebook កុំស្រឡាញ់លោកតែនៅចំពោះមុខគេយល់ថាសម្ដីឪពុកម្ដាយអត់ព្រោះទេនៅពេលដែលល្អូច្រើនស្ដីបន្ទោសច្រើនអត់ព្រោះទេតែអាភាសាដែលអត់ព្រោះទាំងអស់ហ្នឹងអាចចិញ្ចឹមយើងរហូតដល់យើងមានកូនចិញ្ចឹមដល់កូនរបស់យើងទៀតដោយសារអាពាក្យអត់ព្រោះហ្នឹងតែចិញ្ចឹមកូនរស់ទាំងអស់លោកអត់ដែលទៀមទាគុណស្រ័យពីកូនចៅណាទេយើងឲ្យបាយកកលោកមួយដុំត្រីងៀតមួយកតុយក៏លោកហូបបានដែរលោកហូបបានទាំងអស់មិនថារបស់មិនឆ្ងាញ់ឬឆ្ងាញ់ឲ្យតែរបស់នឹងបានហូបជុំកូនគឺសេចក្តីសុខរបស់លោកហើយកូនខ្លះពេលឪពុកម្ដាយហៅញ៉ាំបាយជាមួយនិយាយពីអត់ចង់ញ៉ាំតែកុំភ្លេចគាត់មិនមែនចង់ហូបឆ្ងាញ់ទេគាត់គ្រាន់តែគាត់ចង់ហូបជុំកូនចៅទេគាត់អត់ទៀមទីអីទេដើមឈើដែលគ្រប់គ្នាកំពុងជ្រោកចិត្តរលំហើយកុំព្យាយាមកាច់បំបាក់ដើមឈើនឹងពេកសំដីកុំខ្ពស់កាប់ក្បាលឪពុកម្ដាយពេកកុំចង់ឈ្នះពួកគាត់ពេកគ្រប់គ្នាចង់ឈ្នះចង់ចាញ់ឈ្នះឪពុកម្ដាយខ្លួនឯងរួចយ៉ាងម៉េចឈ្នះពួកគាត់ហើយយ៉ាងម៉េចទៀតគិតមើលខ្លួនឯងធំហើយអ្នកខ្លះមានកូនមានចៅហើយអាយុមានលេខ2លេខ3លេខ4ពីមុខហើយល្មមគិតដល់ចិត្តរបស់គាត់ដែលមួយជីវិតដែលគាត់ខំប្រឹងជើងគាត់ឈរលេងនឹងហើយទៅមើលគាត់បន្តិចទៅកលេចទៅលួចមើលឲ្យច្បាស់នឹងភ្នែកស្ដាប់ឲ្យលឺនៅតែជាសំឡេងគាត់បដូរទេកៅភ្នែកគាត់ល្អក់នៅសក់គាត់ស្កើនៅខ្លួនប្រាណគាត់ជ្រីជ្រួញនៅ